សម្រាប់បងប្អូនចង់រៀនកែរូបបងប្អូនណាបាទ Sniper ឬ Pre-wedding បាទ Studio ខ្ញុំមានបង្រៀនបងប្អូនណាបាទសួស្តីបងប្អូនទាំងគ្នានិងសួស្តីបងប្អូនគ្រប់របស់យើងបាទខ្ញុំធ្វើវីដេអូបង្ហាញពីរបៀបអាប់ដេតបាទអញ្ចឹងជំហានដំបូងសម្រាប់បងប្អូនប្រើ Mac បងប្អូននឹងមើលរបៀបដែលចូលទៅ download សោះហើយបើបងប្អូនប្រើ Windows គឺខ្ញុំមានសោះបាទចាំខ្ញុំធ្លាក់ចូលគ្រប់ហើយបងប្អូនដែលមិនមាននៅក្នុងគ្រប់នឹងឯងផ្សាយមកខ្ញុំនឹងផ្សាយឲ្យអញ្ចឹងយើងវាយពាក្យ Magic Media មកបាទបើ Magic Media មកហើយទៅមកវាចេញមកហើយដែលយើងយកពាក្យ Magic Media មកនេះឃើញ .com ចុចលើវាមកបន្តមកទៀតយើងយកពាក្យទាញយកអញ្ចឹងសម្រាប់បងប្អូនប្រើ Mac គឺបងប្អូនយកប្រឡោះ Mac នេះមកហើយយើងចុចទាញយកអញ្ចឹងលើខ្ញុំធ្វើការបង្ហាញនេះគឺទៅលើ Windows បងប្អូនទាំងគ្នាអញ្ចឹងខ្ញុំចុចយកពាក្យទាញយកបន្តមកទៀតគឺវិធី Gmail អញ្ចឹងបងប្អូនត្រូវមាន Gmail ដើម្បីដាក់ចូលចុចឈ្មោះ download បានអញ្ចឹងខ្ញុំយក Gmail ស្រេចបងប្អូនត្រូវបើ account Gmail ឲ្យស្រេចនៅក្នុង computer ឬក៏ក្នុង Mac ឲ្យហើយទៅដឹងទេយើងស្រួលយើង copy ដាក់អញ្ចឹងទៅវាលឿនណាតែយើង copy ដាក់ហើយយើងចូលចុចឈ្មោះបន្តមកទៀតវាឲ្យលេខកូដទៅក្នុង Gmail យើងចូលទៅ Gmail យើងមកឃើញវាផ្សាយមកនៅ Hello New Magic ហើយអញ្ចឹងយើងគ្រាន់តែ copy លេខកូដហ្នឹងមកហើយបន្តមកទៀតយើងយកមកផាសនៅកន្លោហ្នឹងហើយយើងចូលយកពាក្យយល់ព្រមហើយយើងចូលតែម្ដងអញ្ចឹងវាកំពុងតែ download ហើយឃើញទេ download អញ្ចឹងបងប្អូនប្រើ Mac គឺការ download គឺបែបហ្នឹងយល់ទេអញ្ចឹងបើសិនបងប្អូនប្រើ Windows ខ្ញុំដាក់ link Telegram ខាងលើហើយចុច link Telegram ខាងលើដែលខ្ញុំដាក់ហ្នឹងបងប្អូនឆាតមកខ្ញុំនឹងមានសួរឲ្យហើយសម្រាប់ការដំឡើងវិញអត់អីទេបងប្អូនអត់ស្មុគស្មាញទេពេលដែលយើងដោះមកបានអញ្ចឹងដែលសិនបងប្អូនដែលចង់បាន version ថ្មីហ្នឹងអាចាស់នេះគឺខ្ញុំបាន uninstall ចោលដែលយើង click លើវា2ដងមកយើង click វា2ដងមកបន្តមកទៀតបើសិនជាបងពេលខ្លះវា load ឲ្យយើង select ប៉ុន្តែនេះវា load automatic យើងយកអាហ្នឹងមកយើង next តែម្ដងទៅ install អញ្ចឹងចាំមក stop ទៅបងប្អូនហើយបន្តមកទៀតយើងចុច yes បងប្អូនអញ្ចឹងបន្ទាប់ពីយើងចុច yes ហើយគឺចុច finishអញ្ចឹងបន្ទាប់ពីយើងចុច finish ហើយវានឹង load បែបនេះបងប្អូនអញ្ចឹងយើងរងចាំឲ្យវាដើរអស់យល់ទេយើងរងចាំវាដើរអស់អញ្ចឹងល្បឿននៃការដំឡើងចន្លោះអាចជាខ្ទង់10នាទីឬក៏អាចក្រោមនោះបងប្អូនទៅតាមអ៊ីនធឺណិតឬក៏ម៉ាស៊ីនទីតាំងរបស់យើងអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីវាតម្លើងរួចរាល់ហើយមិញឃើញអត់គឺវា load update ឃើញទេ 1.9.3 អញ្ចឹង version ចុងក្រោយហ្នឹងឯងអញ្ចឹងបងប្អូន version ចុងក្រោយនេះអ្វីដែលមានពិសេសដូចខ្ញុំធ្វើវីដេអូឲ្យបង្ហាញបងប្អូនមុនអញ្ចឹងដែលបងប្អូនបានមើលនេះគឺ preset នៅទីនេះបងប្អូននេះការប្រើ preset ហ្នឹងគឺយើងប្រើបានដោយសេរីយល់ទេបងប្អូនហើយសាច់ smooth ល្អជាងមុនល្បឿនដើរក៏លឿនល្អជាងមុនអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូដែលសម្រាប់បងប្អូនបាទបង្ហាញបញ្យល់ឲ្យចេះពីការអាប់ដេតនិងតម្លើងបាទគឺមានតែប៉ុណ្្នឹងឯងហើយបើសិនបងប្អូនដែលមិនទាន់បានប្រើហើយចង់សាកល្បងបាទចង់ទិញបងប្អូនមកតាក់ទងមកខ្ញុំមានលក់បាទខ្ញុំជាភ្នាក់ងារលក់បាទរបស់ក្រុមហ៊ុនបាទ Magic Media IP ស្រុកខ្មែរហើយបើសិនបងប្អូនចង់រៀនកែរូបបងប្អូនណាបាទ Sniper ឬ Pre-wedding បាទ Studio ខ្ញុំមានបង្រៀនបងប្អូនណា
បង្រៀនឲ្យចេះគឺធ្វើបានអញ្ចឹងការបង្រៀនរបស់ខ្ញុំគឺបងប្អូនរៀនហើយគឺធ្វើបានព្រោះខ្ញុំចង់ឲ្យបងប្អូនចេះបាទអញ្ចឹងអ្វីដែលបងប្អូនចេះគឺខ្ញុំសប្បាយចិត្តបាទអញ្ចឹងអរគុណបងប្អូនទាំងគ្នានឹងឲ្យមានចម្ងល់នេះបងប្អូនអាចបាទសាកសួរបានអរគុណច្រើន